សួស្ដីអរណាប់ទាំងអស់គ្នាសំណួរសាមកកថ្ងៃនេះសួរថាមានប្រពន្ធហើយអត់ប្រពន្ធអាណាស្រួលជាងមានប្រពន្ធស្រួលជាងខ້ອຍអត់មានប្រពន្ធស្រួលជាងអាហ្នឹងហែងភ្លើតែប៉ុណ្ណែមានប្រពន្ធមួយថ្ងៃគេស្រួលចង់ងាប់ស្រួលស្អីគេបោះស្រាយបានច្បាស់កុំឲ្យទស្សនិកជនយល់ច្រឡំស្រួលស៊ីស្រួលចុកនឹងណាចង់ស៊ីមួយម៉ានបានថ្មើហ្នឹងស៊ីចុកស្អីគេមិនដឹងគិតដល់ណាដែរទេអាគេស្រួលស៊ីស្រួលចុកមានតែដាំបាយឲ្យហូបចង់ហូបថ្មម៉ានបានថ្មហ្នឹងអានេះទេខ្លាចអស់ណាប់យល់ច្រឡំអត់ប្រពន្ធស្រួលជាងដើរលេងអត់ទឹកក្បាលអាណាអហ៎មានទឹកក្បាលណាទៅក្បាលប្រពន្ធឯងនោះចុះក្បាលគេជាប់ខ្លួនគេទៅឯងដើរលេងតែឯងទៅមិនជាប់គ្នាណាអញញ៉ៃណាជាប់ដៃជាប់ជើងណាពាក្យចាស់លោកពលថាពេលទៅណាមកណាមានប្រពន្ធប្រៀបដូចជាស្វាមិនដើរទីកបាដើរលេងគ្មានប្រពន្ធនៅក្បែរប្រៀបដូចដួងខែអមដោយតារាទាំងចិត្តទាំងថ្លើមសប្បាយអស់ចាពេលដែលចូលផ្ទះវិញច្បាស់ជាត្រូវក្បាលមកវេឆាចាស់ស្រុកថៃប៉ិនជុកឆាចាស់អាមេរិកខាទំពាស្កកស៊ូដាប់បែលមីនហើយចាស់ស្រុកចិនប៉ិនផឹកតែហើយចាស់សេរីខ្ញុំផឹកកាហ្វេដោះគោតកខំមិញចង់ផឹកកាហ្វេទេអូខ្ញុំផឹកកាហ្វេតតែស៊ីកាទៀវផឹកកាហ្វេចាក់ថ្មិញអង្គុយមើលរឿងហុងកុងហើយតតែម្ដងទាំងអស់ចឹងបានផឹកកើតចុះថ្ងៃខ្លះខកខានក៏ព្រោះតែថ្ងៃខ្លះគ្មានលុយស៊ីកាទៀវឲ្យតែបានផឹកកាហ្វេចាក់ថ្មិញហើយអង្គុយមើលរឿងទៅទេផឹកកាហ្វេមិនចេះផឹកទេណាផឹកដើម្បីក្រេបរសជាតិឲ្យជ្រាលជ្រៅជីតារបស់ខ្ញុំគាត់ពិសាកាហ្វេព្រលុំមួយម៉ាត់គាត់បិទភ្នែក1ម៉ោងរសជាតិកាហ្វេប្រៀបដូចជារសជាតិជីវិតមនុស្សយើងអញ្ចឹងមានប្រៃមានសាបមានចត់មានជូរមានល្វីងមានផ្អែមមានភាពឈឺផ្សាមានការអត់ធ្មត់ហូរទឹកនេត្រាមានអមានសបាយមានខឹងមានក្រោតមានចាញ់មានឈ្នះមានជុកទុកខាមានត្រូវមានខុសមានខាតមានចំណេញពេលខ្លះលេលាពេលខ្លះអស់ចាក្រេបរសជាតិកាហ្វេនឹកគិតរឿងអតីតកាលអ្វីត្រូវបោះចោលអ្វីដែលត្រូវរក្សាមានន័យណាស់ថ្ងៃនេះយើងជុំគ្នាដាំប្រកេះហ្មងហើយកំណាប់មួយឃ្លាគេនិយាយថាជួបជុំថ្ងៃល្អបានផឹកកំដររឹតតែប្រសើរជាពិសេសបានជួបបងប្អូនមាខ្លាបើទៅវិញដើរមកផឹកធ្វើអីបើផឹកនោះផឹកឲ្យគេសែងបើផឹកដល់ខ្លួនឯងផឹកនាំខូចពូជត្រូវហើយប្រូដូចអ្នកខូចចិត្តត្រូវការសូរ៉ាពេលដែលមានស្នេហាក៏បបួលពួកម៉ាក់ផឹកគិតទៅសបាយរហូតហ្មងបែផឹកទៅគិតតែពីផឹកទៅមិនបាច់គិតមុខគិតក្រោយអីទេគិតស្អីផឹកទៅតន់ពងកវានៅឈរហើយចុះបើអត់ផឹកបំពង់កនឹងវាដេកចុះផឹកនឹងហើយវាធ្វើឲ្យបំពង់កឆាប់ដេកនោះបើខ្ញុំផឹកដល់បំពង់កខ្ញុំដេកសំណុំពោបងប្រុសជ្រួយឲ្យប្អូនផងទុកចិត្តចុះប្អូនប្រុសនឹងសិតតែមិនដឹងថាគុណវិបត្តិប៉ុណ្ណាទេនឹងព្រមតែគ្រាប់ផឹកស្រាឆាប់ងាប់ជក់បរិយទៅវិញបើគេអ្នកជក់បរិយគេមិនខ្លាចងាប់ផងនិយាយបានល្អណាស់ប្អូនប្រុសខ្ញុំថាអ្នកជក់បរិយគឺទៅមុនអ្នកផឹកស្រាអ្នកជក់បរិយជក់ប្រហុយចោលមិនផឹកទុកក្នុងកាពះឯណាដឹងតែអ្នកផឹកវាឆាប់ងាប់មុនអីទៅហើយចុះចាំបាច់ទៅចំណានគ្នាធ្វើអីអាពីរមុខនឹងវាឆាប់ងាប់ដូចតែគ្នានឹងអ្នកជក់បារីមុននឹងស្លាប់ផ្ដាំកូនថាកូនកុំជក់បារីដូចពុកអាអ្នកផឹកស្រាមុននឹងស្លាប់ប្រាប់ប្រពន្ធថាសុំបន្តិចមកឯងចុះឲ្យចិត្តងាប់ហើយមានកម្លាំងដែរមែនទេគឺសុំក្រេបស្រាបន្តិចមុននឹងស្លាប់នឹងហើយអញ្ចឹងបានន័យថាអ្នកផឹកស្រាគឺខ្លាំងជាងគិតទៅសំហេតុសំផលតើវ៉ៃតាមពិតបើយើងផឹកស៊ីសបាយជក់ឆ្ងាញ់ចុងក្រោយគឺវាមានទុកចឹងហើយយាយគ្រាន់តែលឺចឹងខ្លាចបារោយាហើយពួកឯងល្មមកាត់បន្ថយខ្លះរហ៎ប្រយ័ត្នងាប់មុនអាយុហួយតែផឹកកន្លះជីវិតហើយនឹងជាតិពុលពេញពោះបាត់ហើយឯនេះវិញសង្ស័យតាកំណត់បរិយរុំសួតហើយលោកម្ចាស់សមុំប្អូនលាវប៉ៃហ្នឹងងាកមិញបបួលខ្ញុំទៅផឹកថាប៉ាវដល់ពេលវាសវឹងធ្លាក់ភ្នែកស្រាប់តែឲ្យខ្ញុំចេញទាំងអស់លំចៃមើលជុំសមុំនឹងខូចមែនវិញចេះធ្វើចរិតចឹងកោតមកពីយើងវាអត់ឆ្លាតដែរនឹងការគេហៅប៉ាវនឹងក៏មានក្បួនដែរណាឆាប់ទៅហៅទាំងអស់គ្នាមកប្រជុំបាទលោកម្ចាស់ការអាប់ដេតក្បួនគេហៅប៉ាវនៅថ្ងៃនេះដើម្បីឲ្យការផឹកស៊ីរបស់យើងប្រព្រឹត្តទៅយ៉ាងរលូនកុំឲ្យមានទុកជាក្រោយបើសិនជាគេហៅប៉ាវផឹកសំណួរទី1ដែលត្រូវសួរគេថាមានសាច់ខ្លែមឬអត់ហើយសំណួរទី2ត្រូវសួរគេថាផឹកស្រាអីមែនទេលោកម្ចាស់មិនមែនទេពាក្យថាអ្នកផឹកស្រាអីក៏ចេះផឹកដែរនោះទៅហៅថាអ្នកផឹកដ៏ខ្លាំងពូកែមួយរូប